Mấyដឹកនាំកូរ៉េខាងជើងបាញ់មីស៊ីលកំញើញមុនពេលសម្ពយុទ្ធទ្រង់ទ្រាយធំរវាងអាមេរិកនិងកូរ៉េខាងត្បូងអាញាធរកូរ៉េខាងត្បូងនិងជប៉ុនបានឲ្យដឹងថាកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមួយគ្រាប់នៅថ្ងៃពុធទី12ខែសីហាឆ្ពោះទៅកាន់សមុទ្រនៅឯឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េការបាញ់សាកល្បងនេះធ្វើឡើងប៉ុន្មានថ្ងៃមុនពេលចាប់ផ្ដើមសម្ពយុទ្ធយោធារួមគ្នាដ៏ធំរវាងទីក្រុងសេអ៊ុលនិងទីក្រុង Washington ដែលទីក្រុងខ្យុងយ៉ាងតែងតែថ្កោលទោសជាយូរមកហើយគណៈអគ្គសេនាធិការចម្រុះហៅថា JCS របស់កូរ៉េខាងត្បូងបានឲ្យដឹងថាមីស៊ីលនោះត្រូវបានបាញ់ចេញពីតំបន់វ៉ុនសាននៅលើឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសកូរ៉េខាងជើងនៅវេលាម៉ោងប្រហែល 6 ព្រឹកព្រឹត្តិការណ៍នេះកើតឡើងរយៈពេល6ថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ផ្សេងទៀតចេញពីតំបន់ដដែលនោះការបាញ់សាកល្បងនេះគឺជាការធ្វើឡើងក្នុងន័យកំញើញមុនពេលចាប់ផ្ដើមសម្ពយុទ្ធយោធារវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកដែលមានឈ្មោះថា Olchi Freedom Shield ដែលក្រុងនឹងធ្វើឡើងចាប់ពីថ្ងៃទី17ដល់ថ្ងៃទី27ខែសីហាដោយមានគោលបំណងទប់ទល់នឹងសកម្មភាពនុយក្លេអ៊ែរនិងអាវុធរបស់ទីក្រុងខ្យុងយ៉ាងដែលកំពុងវិវត្តទៅមុខលោកហុងមីនអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានកូរ៉េសម្រាប់ការបង្រួបបង្រួមជាតិក្នុងទីក្រុងសេអ៊ុលបានលើកឡើងថាការបាញ់សាកល្បងនេះទំនងជាផ្នែកមួយនៃកាលវិភាគអភិវឌ្ឍអាវុធដែលមានស្រាប់របស់កូរ៉េខាងជើងប៉ុន្តែពេលវេលានៃការធ្វើបែបនេះក៏អាចត្រូវបានជ្រើសរើសដើម្បីបញ្ជូនសារមួយចំនួនមុនពេលសម្ពយុទ្ធរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងចាប់ផ្ដើមផងដែរលោកហុងបាននិយាយថាទោះបីវាជាការសាកល្បងអាវុធដែលកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍក៏ដោយការជ្រើសរើសពេលវេលាដើម្បីធ្វើការសាកល្បងនោះទាមទារឲ្យមានការសម្រេចចិត្តផ្នែកនយោបាយអាញាធរកូរ៉េខាងត្បូងបានឲ្យដឹងថាកូរ៉េខាងជើងក៏បានបាញ់មីស៊ីលផ្លោងមួយគ្រាប់ពីតំបន់វ៉ុនសានកាលពីថ្ងៃទី6ខែសីហាដែរប៉ុន្តែទីក្រុងខ្យុងយ៉ាងមិនបានរាយការណ៍អំពីការបាញ់សាកល្បងនោះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋឡើយលោកហុងបានលើកឡើងថាការសាកល្បងនោះអាចនឹងមិនទទួលបានជោគជ័យតាមគោលដៅដែលបានក្រុងទុកកូរ៉េខាងជើងបានធ្វើការសាកល្បងជាបន្តបន្ទាប់នៅឆ្នាំនេះរួមទាំងមីស៊ីលផ្លោងរយៈចម្ងាយខ្លីគ្រាប់រ៉ុកែតកាំភ្លើងធំនិងអាវុធយុទ្ធសាស្ត្រផ្សេងៗទៀតយោងតាមការវិតម្លៃរបស់កូរ៉េខាងត្បូងការបាញ់សាកល្បងកាលពីថ្ងៃពុធគឺជាការសាកល្បងមីស៊ីលផ្លោងលើកទី11ដែលគេសង្ស័យថាអាចធ្វើឡើងនៅឆ្នាំ2026អាញាធរការពារជាតិរបស់កូរ៉េខាងត្បូងនិងជប៉ុនបានឲ្យដឹងថាមីស៊ីលនោះបានហោះក្នុងចម្ងាយប្រហែល700គីឡូម៉ែត្រគណៈអគ្គសេនាធិការចម្រុះមិនបានកំណត់អត្តសញ្ញាណអាវុធដែលបានបាញ់កាលពីថ្ងៃពុធថាជាមីស៊ីលផ្លោងរយៈចម្ងាយខ្លីនោះទេដោយបញ្ជាក់ថាអាញាធរកំពុងធ្វើការវិភាគយ៉ាងលម្អិតលើលក្ខណៈបច្ចេកទេស